សូមជូនរឿងនាងប្រហុកចានមាសបាទសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរដល់បងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានជាបន្តទៅនេះសូមគោរពអញ្ជើញបងប្អូនប្រិយមិត្តទាំងអស់តាមដានសម្ដាប់នៅរឿងនិទានខ្មែរដូចតទៅគោលបំណងក្នុងរឿងនេះខ្លឹមសារនៃរឿងនេះចង់បង្ហាញពីជីវិតតស៊ូរបស់ម្ដាយនិងកូនស្រីជាអ្នកបម្រើគេតែនាងមិនចោះចាញ់នឹងជីវិតរបស់នាងឡើយសល់ពីម៉ោងបម្រើការងារឲ្យគេម្ដាយនិងកូនតែងតែចេញទៅរកត្រីលក់គ្រាន់បានប្រាក់បន្ថែមហើយក៏ព្យាយាមធ្វើផ្អកប្រហុករហូតទទួលបាននៅកេរ្តិ៍ឈ្មោះនិងមានទ្រព្យសម្បត្តិធូរធារដោយពាក្យចាស់លោកពោលថាចេះ10មិនស្មើនឹងអ្នកប្រសពមួយនឹងបង្ហាញពីជីវិតប្រចាំថ្ងៃនៃការធ្វើប្រហុករបស់ខ្មែរយើងដែលមានរសជាតិឆ្ងាញ់ពិសាបានទប់រដូវរឿងនិទានមានដូចតទៅនាងតីជាកូនស្រីនាងតយនៅបម្រើក្នុងផ្ទះសេដ្ឋីនាងច័ន្ទជាកូនស្រីលោកសេដ្ឋីតែងតែប្រើឲ្យនាងធ្វើនេះធ្វើនោះគ្មានពេលទំនេរឡើយថ្ងៃមួយតីនិងម្ដាយបានចេញទៅរកត្រីយកមកទុកហូបនៅថ្ងៃនោះដែរលោកសេដ្ឋីរកនាងតយនិងកូនស្រីប្រើការមិនឃើញទើបសួរអ្នកបម្រើផ្សេងទៀតក៏កើតសេចក្តីក្រោធខឹងហើយស្រែកខ្លាំងថាបើជួបពួកនាងត្រូវតែវាយម្នាក់100ខ្សែត្រីលុះនាងតីនិងម្ដាយត្រឡប់មកវិញសេដ្ឋីក៏បញ្ជាឲ្យបម្រើចាប់ម្ដាយនិងកូនហើយវាយម្នាក់100ខ្សែត្រីម្ដាយនិងកូនឈឺចាប់យ៉ាងដំណំហើយត្រូវលោកសេដ្ឋីដេញអ្នកទាំងពីរចេញពីផ្ទះផងដែរពីរអ្នកម្ដាយនិងកូនក៏បានសង់ខ្ទមនៅឯចុងភូមិមួយរស់នៅប្រកបរបររកត្រីដូចជាបាច់ត្រីអូសពួនអូសកំពឹសដាក់សន្ទូចនិងបេះបន្លែលក់ហើយទូលដើរលក់នៅតាមភូមិនោះមីងតយប្រសពខាងពើអកត្រីអកកំពឹសឬធ្វើប្រហុកជាដើមព្រោះគាត់ចេះតាមឪពុកម្ដាយរបស់គាត់រាល់ថ្ងៃបន្ទាប់ពីរកត្រីនិងបេះបន្លែរួចម្ដាយទូលត្រីកូនទូលបន្លែទៅលក់តាមភូមិដូចសពដងតែថ្ងៃនេះលក់ត្រីរៀលមិនដាច់សោះហើយពួកគេក៏ត្រឡប់មកផ្ទះលុះមកដល់ផ្ទះវិញក៏សម្រាកទាំងម្ដាយនិងកូនលំលក់ទៅដោយភ្លេចធ្វើត្រីប្រឡាក់ទុកត្រីរៀលនោះក៏ហើមធំក្លិនស្អុយនាងតីក៏ស្ទុះភ្លេតទៅមើលត្រីហើយក៏យំស្ដាយត្រីដែលខំរកម្ដាយឃើញដូច្នោះក៏បង្រៀនកូនឲ្យចេះធ្វើប្រហុកទុកហូបប្រហុកនាងតីក៏មានក្លិនឈ្ងុយល្បីពេញភូមិជួនជាពេលមួយព្រះរាជបុត្របានយាងមកទតបឹងឈូកក្បែរខ្ទមនាងតីព្រះអង្គភពក្លិនប្រហុកឈ្ងុយចម្លែកក៏បានឲ្យអាមាត្យតាមរកមើលព្រះរាជបុត្រនិងអាមាត្យបានមកដល់ផ្ទះនាងតីហើយក៏បានសួរនាំនាងអំពីការធ្វើប្រហុកនេះនាងតីក៏បានលើកចានប្រហុកនោះនិងអន្លក់ខ្ចីដែលទើបនឹងបេះជាច្រើនមុខមកថ្វាយស្ដេចសោយព្រះរាជបុត្រសពរាជហឫទ័យនិងឲ្យជារសនៃប្រហុករបស់នាងតីណាស់ទ្រង់បានប្រទានអំណោយ
មួយចំនួនដល់នាងនឹងបានប្រកាសប្រទានងារនាងតីថានាងប្រហុកចាននេះនឹងឲ្យប្រជានារីខ្មែរទូទាំងព្រះនគរមករៀនធ្វើប្រហុកពីនាងទុកបរិភោគទៀតផងនាងតីនិងម្ដាយក៏មានជីវភាពកុំថ្កើងคล้ายជាអ្នកមាននាងប្រហុកចាននេះបានបង្រៀនពីវិធីធ្វើប្រហុកដល់មនុស្សម្នាគ្រប់គ្នាដោយមិនប្រកាន់វណ្ណៈអ្វីឡើយសំណួរតើនាងតីជាកូនអ្នកណាហេតុអ្វីលោកសទ្ធិបញ្ជាឲ្យគេវាយនាងតយនិងនាងតីតើនាងតីចេះធ្វើប្រហុកដែរឬទេតើនរណាបង្រៀននេះតើប្រហុករបស់នាងតីមានឈ្មោះល្បីដែរឬទេតើនាងតីបានជួបនរណាខ្លះតើព្រះរាជបុត្របានប្រទានអ្វីខ្លះដល់នាងតីនិងម្ដាយតើនាងតីនិងម្ដាយមានងារជាអ្វីនិងបានខ្លាយជាអ្វីតើនាងតីនិងម្ដាយព្រមបង្រៀនអ្នកពូពីរបៀបធ្វើប្រហុកដែរឬទេបាទរឿងនិទានខ្មែរដែលចំបាទបានសម្រាយចែកជូនប្រិយមិត្តសម្ដាប់នៅពេលនេះក៏សន្មតថាបញ្ចប់តែប៉ុណ្ណេះចំបាទសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានិងសម្ដាប់វីដេអូរបស់ចំបាទពីដើមរហូតដល់ចប់ចំបាទសូមគោរពជូនពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា